សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបានទៅទិញត្រីឆ្ពង់2ក្បាលមកពីផ្សារអញ្ចឹងត្រីឆ្ពង់នេះតែយើងត្រូវធ្វើម្ហូបប្រភេទអីឲ្យឆ្ងាញ់ខ្ញុំមានមុខម្ហូប2មុខដែលត្រូវណែនាំចែកជូនបងប្អូនទី1យើងយកត្រីឆ្ពង់យកទៅចំហុយទឹកស៊ីអ៊ីវក៏បានហើយទី2យើងយកទៅបំពងហើយស្រោចទឹកជូរអែមពីលើក៏បានបាទលើកនេះខ្ញុំបង្ហាញបំពងជូរអែមអញ្ចឹងនេះជាវិធីដែលខ្ញុំធ្វើត្រីដើម្បីឲ្យវាចូលជាតិបានល្អបងប្អូនវាធ្វើក្រឡាសំណាញ់ក៏បានបាទសម្រាប់ខ្ញុំវិញគឺខ្ញុំវាប្រឆិតបែបនេះនៅពេលដែលយើងប្រឡាក់គ្រឿងទៅវាចូលជាតិទៅក្នុងត្រីបានល្អជាពិសេសទៅនោះទៀតយើងប្រឡាក់ម្សៅបំពងចូលនៅក្នុងសាច់ត្រីនៅពេលដែលយើងបំពងជាមួយខ្លាញ់ទៅធ្វើឲ្យត្រីហ្នឹងវាឈ្ងុយហើយវាស្រួយល្អពិធីធ្វើនឹងវាត្រីគឺនេះជាតិចនិចរបស់ខ្ញុំបងប្អូនអាចធ្វើតាមវិធីសាស្ត្ររបស់បងប្អូនហើយការបំពងនោះយើងបំពងទាំងមូលក៏បានយើងកាត់ជាកង់ក៏បានដោយសារខ្ញុំកាត់កង់នេះដោយសារខ្ញុំមានសមាជិកច្រើននៅក្នុងផ្ទះអញ្ចឹងយើងយកម្នាក់ម្ដុំទៅយើងយកទៅញ៉ាំបើសិនបងប្អូនយកទាំងមូលយកទៅបំពងក៏បានដែរនេះជាវិធីប្រឡាក់គ្រឿងបងប្អូនគ្រឿងដែលយើងប្រឡាក់ហ្នឹងអត់មានអីច្រើនទេបងប្អូនអំបិលបន្តិចហើយរ៉ូឌីបន្តិចស្ករសបន្តិចប៊ីចេងបន្តិចម្រេចសបន្តិចយើងរោយមកបងប្អូនដើម្បីយកក្លិនឈ្ងុយឬហើយយើងច្បល់យើងប្រឡាក់បញ្ចូលគ្នាមកអ្វីដែលយើងមិនអាចភ្លេចបានគឺស្រាសចិនស្រាសខ្មែរក៏បានប៉ុន្តែសម្រាប់ខ្ញុំប្រើនៅក្នុងផ្ទះបាយនេះខ្ញុំប្រើស្រាសចិនដើម្បីយើងជ្រោចបន្តិចទៅដើម្បីកាត់ក្លិនបងប្អូនដើម្បីកាត់ក្លិនអញ្ចឹងនៅពេលដែលយើងប្រឡាក់រួចទៅយើងទុកបន្តិចហើយជា2-3នាទីរួចហើយបានយើងចាប់ផ្ដើមប្រឡាក់ម្សៅចូលម្សៅនេះគឺខ្ញុំប្រើម្សៅ2ប្រភេទគឺបូកបញ្ចូលគ្នាម្សៅឆាហើយនិងម្សៅបំពងស្រួយបូកបញ្ចូលគ្នាយើងលាយ50យើងលាយបញ្ចូលគ្នាទៅបងប្អូន50ទៅយើងប្រើម្សៅឆាហ្នឹងដើម្បីឲ្យម្សៅហ្នឹងទៅពេលយើងបំពងវាចាប់មួយត្រីគឺវាស្អិតជាមួយនឹងត្រីហើយម្សៅបំពងហ្នឹងនៅពេលដែលបំពងស្រួយហ្នឹងនៅពេលដែលយើងបំពងជាមួយខ្លាញ់ទៅវាធ្វើឲ្យត្រីនិងសាច់ត្រីហ្នឹងគឺវាស្អិតហើយវាស្រួយចូលគ្នាបងប្អូនធ្វើតាមចំទៅមិនខុសទេហើយក្បាលខ្ញុំអត់ចោលទេស្ដាយក្បាលយើងយកម្សៅញ៉ាត់ចូលទៅបាទហើយយើងចាប់ផ្ដើមបំពងបងប្អូនខ្លាញ់ដែលយើងដាក់ហ្នឹងយើងដាក់ឲ្យវារាងច្រើនលិចត្រីបន្តិចទៅហើយកម្ដៅដុតវាឲ្យក្ដៅរហូតដល់ប្រហែលខ្ទង់60អង្សាrồiហើយបានយើងចាប់ផ្ដើមយកត្រីដាក់ចូលម្ដងមួយដោយខ្ញុំកាត់ជាកង់បំពងរហូតដល់ឆ្អិនទៅយើងធ្វើទឹកឆាជូរអែមបាទអរគុណបងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំในការធ្វើម្ហូបសង្ឃឹមថាបងប្អូនជួយឲ្យបេះដូងហើយនឹងស៊ើវីដេអូទុកមើលនៅពេលបងប្អូនចង់ធ្វើម្ហូបបាទសូមអរគុណការតាមដានវីដេអូរបស់ខ្ញុំសូមអរគុណ